ម៉ៃបានអត់ចឹងសំណួរមិញសូមបកស្រាយពីខ្ញុំអ្នកគ្រូសេពៅផ្ទាល់កម្រងសំណួរបងប្អូនទាំងអស់គ្នាជាច្រើនជុំវិញបញ្ហាផ្ទៃពោះខ្ញុំបានបកស្រាយជាបន្តបន្ទាប់សង្ឃឹមមិនចាស់សំណួរទទួលបានឥឡូវតើតោះរឿងផ្ទៃពោះលាងទឹកអនាម័យបានអត់ខ្ញុំនិយាយក្នុងនាមវិជាជីវៈមិនមែននិយាយក្នុងនាមអ្នកលក់បរិញ្ញា SP មានទឹកអនាម័យទេកុំយល់ច្រឡំណាតែខ្ញុំក៏ត្រូវតែបញ្ជាក់បងប្អូនទាំងអស់គ្នាដែរមូលហេតុដែលខ្ញុំបង្កើត SP ក៏មូលហេតុចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ច្បាស់ពីការប្រើប្រាស់និងជ្រើសរើសទឹកអនាម័យទៅតាមស្តង់ដារវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រទំនើបបកមក topic វិញពេលមានផ្ទៃពោះលាងទឹកអនាម័យមិនខុសទេហើយបើអត់លាងទឹកអនាម័យក៏បានដែរនៅទ្វារមាសស្ត្រីគេហៅថាមានបាក់តេរីល្អបាក់តេរី vaginosis ប្រភេទបាក់តេរីទាំងអស់ហ្នឹងវានឹងធ្វើឲ្យ flora ទ្វារមាសរបស់យើងពោពេញទៅដោយអ្នកការពារបាក់តេរីឲ្យស្រាប់ហើយបើ pH ទ្វារមាសល្អទៀតគឺវាអត់មានអីត្រូវប្រែប្រួលនាំឲ្យកើតផ្សិតឬក៏កើតបាក់តេរីមិនល្អទេករណីនេះស្ត្រីយើងងាយមែនតើនៅក្នុងការប្រែប្រួល pH នៅទ្វារមាសពិសេសពេលដែលគាត់កំពុងមានផ្ទៃពោះផងពេលដែលមានផ្ទៃពោះការលាងសម្អាតទឹកអនាម័យគឺវាទី1វាធ្វើឲ្យគាត់មានផាសុខភាពគាត់អត់ធំក្លិនគាត់អត់រមាស់គាត់អត់សើមខ្លាំងពេកវាកាត់បន្ថយនៅក្នុងការប្រឈមមុខនឹងមេរោគបាក់តេរីដែលមានពីខាងក្រៅមកប៉ះគាត់ចូលបន្ទប់ទឹកសាធារណៈហើយបើបងប្អូនមិនជឿអ្នកគ្រូសេពៅសាកឲ្យអ្នកណាម្នាក់ដែលគាត់មានផ្សិតរ៉ាំរ៉ៃកើតហើយកើតទៀតកើតទាំងដុំនឹងទៅចូលបន្ទប់ទឹកហើយឲ្យស្ត្រីមានផ្ទៃពោះគាត់ទៅដែរជួនគាត់ទៅចំណាក់ពេលគាត់ប្រព័ន្ធភាពស៊ាំខ្សោយគាត់ផ្ដាសាយគាត់ក្តៅខ្លួនគាត់អស់កម្លាំងគាត់គេងអត់លក់គាត់ពងចាញ់កូនជឿជាក់ថាភាគរយច្រើនតែគាត់អាចនឹងរមាស់អាចនឹងមានបញ្ហានៅប្រដាប់តពោះរបស់គាត់យើងការប្រើប្រាស់ទឹកអនាម័យគឺយើងប្រើប្រាស់បានយោងទៅតាមទី1 ingredient ទី2 pH ចាមហាតុល្យភាព pH នៅក្នុងទឹកអនាម័យនឹងកម្រិតដែលសមស្របនឹងទ្វារមាសស្ត្រីទី3ទឹកអនាម័យដែលស្ត្រីអាចប្រើប្រាស់ជាប្រចាំបាន ingredient ធម្មជាតិសរីរាង្គមិនមានប៉ារ៉ាប៊ីនមិនមានសូយ៉ូមមិនមានសារធាតុបំពាក់ពណ៌មានសារធាតុកាត់គឺ organic 100%តែម្ដងអានេះគឺប្រើយ៉ាងម៉េចក៏មិនប៉ះពាល់ទៅដល់ស្ត្រីផងដែរអញ្ចឹងរូបមន្ត ingredient គ្រឿងផ្សំបច្ចេកទេសប្រើប្រាស់នោះគឺសំខាន់មែនទែនសម្រាប់ស្ត្រីអានេះគេហៅថាតាមស្តង់ដារវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រខ្ញុំចម្លើយយ៉ាងខ្លីទៅកាន់អ្នកម៉ាក់ទាំងអស់គ្នាបើអាចប្រើប្រាស់ទឹកអនាម័យបានម្ដងពេលមានផ្ទៃពោះគឺចំណេញខ្លាំងណាស់មិនមែនខ្ញុំនិយាយទៅអូសទាញទីផ្សារទេទី1សុខភាពគាត់ទី1សុខភាពកូនទី1អារម្មណ៍ស្រស់ស្រាយរបស់ស្ត្រីព្រោះពេលមានផ្ទៃពោះអ្នកដែលគាត់ឆ្លងកាត់ជាអ្នកម៉ាក់គេដឹងហើយគឺយើងមានអា comfort បរិវេណប្រដាប់តពោះយើងនឹងវាអត់សនុកសុខស្រួលហ្មងទេវាមានសើមវាមានអៀចវាមានក្លិនវាមានអីសូមសួរលំវាស់ដែលវាធ្វើឲ្យរំខានអារម្មណ៍យើងខ្លាំងមែនទែននេះគឺជាចម្លើយដែលខ្ញុំជូនបងប្អូនទាំងអស់គ្នាដែលកំពុងសួរនៅក្នុង topic ផ្ទៃពោះទៅអ្នកទំនងមួយបញ្ហារោគស្ត្រីឬក៏ធ្លាក់សនឹងឯងបើសិនជាអ្នកម៉ាក់មានសំណួរឬក៏បងប្អូនផ្សេងៗមានសំណួរចង់ឲ្យអ្នកគ្រូសេពៅបកស្រាយវេទិកានេះគឺអ្នកគ្រូនឹងបន្តបកស្រាយជូនបងប្អូនទាំងអស់គ្នាតាមសំណូមពរចាអរគុណច្រើនដែលបងប្អូនគាំទ្រអ្នកគ្រូសេពៅកន្លងមកជាពិសេសគាំទ្រ SP តែម្ដងចាជម្រាបលាជូនពរអ្នកម៉ាក់សុខភាពល្អទាំងអស់គ្នាចាអរគុណ